ថ្ងៃនេះមកទស្សនាម៉ាស៊ីនដៃគិននៅខាងក្រុមហ៊ុនដៃគិននេះបានធ្វើការទស្សនាទៅលើផ្នែកខាងក្នុងនៃម៉ាស៊ីនបងប្អូនសូមមើលផ្នែកខាងក្នុងទាំងអស់គ្នាចានេះគឺប្រភេទពួក outdoor unit ជាមួយនឹងម៉ាស៊ីនកសែតវាមាន outdoor unit របស់វាខាងក្រៅមួយធាតុផ្សំរបស់វាដូចបងប្អូនបានឃើញអញ្ចឹងមាន compressor មាន main board ផ្នែកគ្រឿងទប់សំឡេងនេះប្រភេទពួក floor standing ប្រភេទពួកបញ្ឈរណាបញ្ឈរអញ្ចឹងមានតម្រូវការច្រើនប្រភេទដែលបងប្អូនអាចជ្រើសរើសបានហ្វ្រីតាគៀឋានឬក៏តាមផ្សារទំនើបចឹងទៅយើងជ្រើសរើសទៅតាមទីតាំងដែលត្រូវប្រើវាខ្ញុំសង្កេតវាមាន 3-4 ប្រភេទដូចក្នុងវីដេអូបានបង្ហាញជូនបងប្អូនអញ្ចឹងមានកសែតមានបញ្ឈរវាមានប្រភេទពួក wall mount ចាប់បញ្ចាំងអញ្ចឹងទៅហើយតែលេរបស់វាក៏យ៉ាងដូចគ្នាដែរវាមានតែលេសម្រាប់ប្រើជាមួយនឹងម៉ាស៊ីន wall mount តែលេសម្រាប់ប្រើជាមួយនឹងម៉ាស៊ីនកសែតតែលេសម្រាប់ប្រើជាមួយនឹងម៉ាស៊ីនបញ្ឈរអញ្ចឹងទៅហើយក៏មានប្រភេទតែលេមួយទៀតគឺប្រភេទតែលេ wide remote ជ្រុងនៅខាងឆ្វេងនេះគឺ wide remote ហ្នឹងបងណាជ្រុងជាងគេនេះនេះគឺ wide remote បងណាវាភ្ជាប់តំណជាមួយម៉ាស៊ីនតាមរយៈខ្សែនេះសម្រាប់ចាប់ជាប់បញ្ចាំងអញ្ចឹងណាវាស្អាតហើយមុខងារផ្សេងៗរបស់ម៉ាស៊ីនត្រជាក់នេះគឺកាន់តែទំនើបទៀតមានស្រុកខ្យល់ស្លាប់មេរោគចាប់បាក់តេរីច្រើនណាស់ឥឡូវបច្ចេកវិទ្យាក៏កាន់តែទំនើបម៉ាស៊ីនត្រជាក់ក៏វាទំនើបទៅតាមនឹងដែរចឹងមិនមែនទំនើបអីតែទូរស័ព្ទ computer ឥឡូវសម្រាប់ម៉ាស៊ីនត្រជាក់ហ្នឹងក៏វាទំនើបដែរ technology កាន់តែទំនើបចឹងធ្វើឲ្យម៉ាស៊ីនត្រជាក់កាន់តែសំចៃភ្លើងហើយនឹងមួយទៀតគឺផាសុខភាពបងប្អូនប្រើម៉ាស៊ីនត្រជាក់មិនមែនប្រើដើម្បីតែត្រជាក់ទេបងប្អូនត្រូវគិតទៅលើផាសុខភាពខ្យល់មួយទៀតអញ្ចឹងឥឡូវម៉ាស៊ីនត្រជាក់ក៏គេផលិតមកវាបានសិក្សាបានលម្អិតមិនយកមកដើម្បីឲ្យត្រជាក់មកមុខទេដើម្បីតែខ្យល់ក៏ខ្យល់ត្រជាក់ខ្យល់ត្រជាក់មានសំណើមខ្យល់ត្រជាក់មានខ្យល់បរិសុទ្ធដែលវាប៉ះពាល់ដល់ផលដង្ហើមរបស់បងប្អូនអញ្ចឹងមានច្រើនណាតែនេះអញ្ចឹងគឺម៉ាស៊ីនខ្យល់កន្លែងខ្លះគាត់ត្រូវការថែមម៉ាស៊ីនមួយទៀតសិន air purify ដើម្បីម៉ាស៊ីនខ្យល់បន្ថែមបន្តទៀតហើយវាកាន់តែស្អាត clean នៅក្នុងបន្ទប់គេងរបស់បងប្អូនឬក៏បន្ទប់ជួបភ្ញៀវភាសាលើបងប្អូនចង់ដាក់កន្លែងណាក៏បានដែរវាអត់មានប្រកាន់កន្លែងនៃការតឡើងដាក់ទេអានេះគឺការ connect ក្បាលទៅយូស្ពាន់បាទថាពេលបងប្អូនរត់ទៅយូហើយវាស្ទើរឬក៏ទៅយូនឹងវាបាក់ក្រិចអីបងប្អូនអាចភ្ជាប់ដោយក្បាល connector របស់គេនេះចឹងងាយស្រួលហើយការផ្សាររយោផ្សារអីហ្នឹងមានគំរូបែបផែនហើយជាប្រភេទពួកម៉ាស៊ីនធំណាអញ្ចឹងមានតែប៉ុណ្ណេះវីដេអូថ្ងៃហ្នឹងអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត